đã đạiទទួលទានទឹកដូងខ្ចីបាទមួយផ្លែជាមួយនឹងក្រូចឆ្មា2ដល់3ចំណិតនៅពេលបាទបាយហើយពេលព្រឹកផឹកបាទមួយផ្លែគឺល្អសម្រាប់តម្រង់នោមបាទដូច្នេះហើយបាទបងប្អូនមានទឹកដូងឬក៏បាទបងប្អូនសោយតម្រង់នោមអីបាទដោយវាមានជាតិសូស្យូមអីច្រើនដែរអញ្ចឹងបងប្អូនធ្វើពិសាទាំងអស់គ្នាបាទដឹងគុណភាពបាទវាជាថ្នាំទឹកបាទដូច្នេះបងប្អូនទៅតាមដានមើលសកម្មភាពខ្ញុំបាទដាក់បាទកាប់ដូងហើយនឹងដាក់ក្រូចឆ្មាហើយនឹងនិយាយពីបាទថាប្រយោជន៍ដែរទឹកដូងជាមួយនឹងក្រូចឆ្មាបាទនៅញ៉ាំនៅពេលបាយហើយពេលព្រឹកអញ្ចឹងល្អមែនតែនបាទសម្រាប់សុខភាពរបស់យើងណាជាពិសេសអ្នកដែលខ្សោយតម្រងនោមឬក៏នោមញឹកជាដើមចាំបងប្អូនគ្នាដូងនេះគឺជាដូងបាទធម្មជាតិ100%តែម្ដងដាំដោយផ្ទាល់ដៃខ្លួនឯងនៅខាងក្រៅច្បាប់ថាផ្លែនេះផ្លែឆ្នាំនឹងផ្លែច្រើនមែនតែនហើយនៅខ្ចីមុំឆ្ងាញ់តែម្ដងចំពោះក្រូចឆ្មាគឺបងប្អូនបាទដាក់បាទមួយផ្លែក៏បានដាក់ពី3ចំណិតក៏បានតាមតែបងប្អូនបាទចូលចិត្តបាទរៀងជួព្រោះថាវាជាវីតាមីន C វាជាវីតាមីន C ចាំបងប្អូនដាក់មួយផ្លែក៏វាមិនជាបញ្ហាដែរព្រោះក្រូចឆ្មាហ្នឹងជាមួយនឹងទឹកដូងគឺល្អមែនទែនពេលដូចជាថ្នាំទឹកថ្នាំទេវតាអញ្ចឹងបងប្អូនអញ្ចឹងញ៉ាំជារៀងរាល់ថ្ងៃបាទជួយលាងបាទជាតិពុលក៏ដូចជាជួយសម្អាតតម្រងនោមរបស់យើងបងប្អូនសម្រាប់អ្នកដែលកលៀនខ្សោយក៏ដូចជាបាទពិសាគ្រឿងសង្វឹងក៏ដូចជាបាទតម្រងនោមញឹកនោមច្រើននោមសល់បាទបងប្អូនគឺមិនចាំបាច់ទៅរកគ្រូពេទ្យអីណាឆ្ងាយទេគឺមានតែដូងបាទមួយផ្លែដូងខ្ចីហើយនឹងក្រូចឆ្មាអញ្ចឹងបងប្អូនយើងទៅភ្លក់រសជាតិទាំងអស់គ្នាថារសជាតិយ៉ាងម៉េចដែរបាទបើចាំបងប្អូននំដូងមួយផ្លែទឹកវាច្រើនអញ្ចឹងយើងញ៉ាំអត់អស់យើងដាក់ក្លាសេទុកញ៉ាំបាទអីទេទឹកដូងក្រូចឆ្មាបងប្អូនបាទរសជាតិពិតជាលយមែនតើហើយជាពិសេសនោះគឺបាទវាជួយសុខភាពច្រើនបាទសូស្យូមអីច្រើនហើយជាពិសេសហ្នឹងអ្នកដែលនោមញឹកហើយនោមសល់នោមអត់អស់នោមវាថានោមហើយរលាស់នៅតែតក់នៅតែទឹកនោមនៅអញ្ចឹងណាខ្សោយតម្រងនោមហើយអ្នកដែលពិសាស្រាច្រើនស្រាបៀរច្រើនតម្រងនោមខ្សោយគឺបងប្អូនធ្វើទឹកដូងបាទដូងខ្ចីបាទទឹកដូងខ្ចីមួយក្រូចឆ្មាហ្នឹងបងប្អូនផឹកបាទរៀងរាល់ថ្ងៃបាទពិសាមើលរយៈពេលមកទៅដឹងគុណភាពហើយព្រោះថាមានអ្នកត្រូវច្រើន 100% គាត់នោមញឹកមែនតើនៅពេលដែលគាត់ផឹកទឹកដូងមួយក្រូចឆ្មានៅពេលបាយពេលព្រឹកហើយហ្នឹងបាទផឹកបាយពេលព្រឹកហើយល្អមែនតើវាជួយទៅលាងបាទជាតិពុលក្នុងរងនោមចេញហើយមួយបន្តិចជួយដូចថាបាទការនោមញឹកហ្នឹងគឺបាត់ដែរអញ្ចឹងបាទបងប្អូននេះជាបាទវិធីសាស្ត្រល្អមែនតើដោយមិនចាំបាច់ចំណាយថ្នាំព្យាបាលពីព្រោះអ្នកដែលខ្សោយនៅក្នុងជាពិសេសសម័យបច្ចុប្បន្នគឺអ្នកពិសាគ្រឿងកំប៉ុងច្រើនមែនតើដូច្នេះហើយវាអាចខូចតម្រងនោមបាទអញ្ចឹងអ្នកដែលគាត់នោមញឹកបាទឬក៏នោមអត់អស់នោមសល់នោមនៅស្រក់នៅបាទជាប់អីអញ្ចឹងបាទគាត់អាចធ្វើផឹកបានអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូន